ចាជំរាបសួរសិស្សានុសិស្សទាំងអស់គ្នាអញ្ចឹងថ្ងៃនេះសិលឹកកិច្ចការទី3របស់យើងគឺយើងនិយាយពីប្រធានបទថ្មីមួយទៀតគឺច្បាប់ហ្គេលុយសាក់អញ្ចឹងមុននឹងចូលច្បាប់ហ្គេលុយសាក់នេះបងប្អូននាំគ្នារំលឹកមេរៀនទៅលើច្បាប់2មុនដំបូងសិនទី1គឺច្បាប់បយមារយុទ្ធអូនទៅសេរូបមន្តហើយដាក់ຂະຫນាតដាក់អីបញ្ជាក់ឲ្យច្បាស់ផងបញ្យល់ពីតំណែងតំណងច្បាប់បយមារយុទ្ធនឹងឲ្យបានច្បាស់ហើយទី2គឺអូនបញ្យល់ច្បាប់សាលហើយបញ្យល់ដូចខាងលើដែរដូចច្បាប់បយមារយុទ្ធដែរគឺបញ្ជាក់រូបមន្តពីតំណែងតំណងវាច្បាស់មកបន្ទាប់ទៅគឺយើងចូលចំណុចទី4គឺច្បាប់គេលុយសាក់អញ្ចឹងច្បាប់គេលុយសាក់នេះសំណួរកលឹះរបស់យើងគឺដោយរក្សាមានថេរចូលធ្វើផលធៀបសម្ពាធនិងសីតុណ្ហភាពពេលលើទេរួចទាញសេចក្តីសន្និដ្ឋានអញ្ចឹងសមត្ថកម្មអូនសាកបង្កើតមកសមត្ថកម្មគឺផលធៀបសម្ពាធនៅលើសីតុណ្ហភាពមានតម្លៃមិននៅពេលដែលយើងរក្សាសម្ពាធថេរអញ្ចឹងអូនសាកល្បងឆ្លើយខ្លួនឯងមកពិសោធន៍នេះគឺស្តៀងនឹងច្បាប់សាលដែរណាបន្ទាប់ពីអូនបង្កើតសមត្ថកម្មហើយឥឡូវយើងចូលដល់ដំណើរការពិសោធន៍អញ្ចឹងដំណើរការពិសោធន៍គឺយើងប្រើ pet simulation របស់យើងដែរគឺយើងយកត្រង់ចំណុច gas property អញ្ចឹងសម្ភារៈដែលអូនត្រូវមានគឺ computer តែមួយទេចាអញ្ចឹងនេះគឺជាដំណើរការអ្នកគ្រូនឹងបញ្យល់ចាចំណុចទី1គឺអូនដាក់ molecule ក្នុងប្រអប់ចំនួន600តាមចិត្តអូនដាក់300ក៏បាន400ក៏បាន500ក៏បាន600ក៏បានបន្តមកទៀតចំណុចទី2ក៏អូនធីកត្រង់ចំណុចនេះដើម្បីរក្សាមាត្រថេរចាអញ្ចឹងអូនធីកត្រង់ចំណុចហ្នឹងដែលបង្ហាញហ្នឹងគឺដើម្បីរក្សាមាត្រថេរហើយនឹងចំណុចទី3គឺអូនទាញប៊ូតុងទៅលើដើម្បីបង្កើនដើម្បីបន្ថែមកម្ដៅហើយនឹងទាញប៊ូតុងចុះក្រោមដើម្បីយកកម្ដៅចេញពីប្រអប់អញ្ចឹងអូនមើលនៅពេលដែលអូនបន្ថែមកម្ដៅអូនត្រូវមើលសីតុណ្ហភាពហើយនឹងមើលបារ៉ូម៉ែត្រនេះវានឹងបង្ហាញមិនអញ្ចឹងទី4បារ៉ូម៉ែត្របង្ហាញតម្លៃសម្ពាធប្រែប្រួលហើយនឹងទី5គឺតែ1ម៉ែត្របង្ហាញសីតុណ្ហភាពប្រែប្រួលចាអញ្ចឹងបន្ទាប់ពីប៉ុណ្្នឹងហើយយើងចាប់ផ្ដើមចូលទៅពិសោធន៍នៅក្នុង pet simulation ទាំងអស់គ្នាតាចាទាំងអស់គ្នាឥឡូវនេះយើងចាប់ផ្ដើមចូលមើលនៅក្នុង pet simulation ទាំងអស់គ្នាចាអញ្ចឹងអូនធីកថងចំណុច physics មកអូននឹងឃើញផ្ទាំងមួយគឺមានធីកច្រើនអញ្ចឹងអូនដោះធីកនឹងឲ្យអស់អញ្ចឹងអូនដោះធីកនឹងឲ្យអស់ហើយគឺអូនទុកតា heat ហើយនឹងទាំងម៉ូចាបន្តទៅទៀតគឺអូនយកត្រង់ gas property ចាអញ្ចឹងចុចត្រង់ចំណុចនឹងមកគឺវាកំពុងតែដើរចាអញ្ចឹងអូនឃើញនឹងគឺអូនចុចត្រង់ចំណុចវីដេអូនឹងមកចាអញ្ចឹងអូនយកត្រង់ចំណុចមួយទៀតគឺideal gas អញ្ចឹងអូននឹងឃើញប្រអប់នឹងចាអញ្ចឹងនៅក្នុងប្រអប់នឹងគឺអូនដាក់molecule 600មកចាអូនចង់ដាក់ប៉ុន្មានក៏បានដែរតាមចិត្តតែអ្នកគ្រូដាក់600ចាអញ្ចឹងនៅពេលដែលអូនដាក់ molecule ហើយអូនត្រូវធីកត្រង់ចំណុចមួយទៀតគឺមាត្រចាអញ្ចឹងធីកត្រង់ចំណុចហ្នឹងគឺមានន័យថាយើងរក្សាមាត្ររបស់ប្រអប់ហ្នឹងគឺនៅមានតម្លៃថេរអត់ប្រែប្រួលទេណាទោះបីយើងដាក់ភ្លើងមិនឬមួយក៏ដាក់តកកមិនក៏មាត្រនៅរក្សាថេរចាឥឡូវទាំងអស់គ្នាយើងចាប់ផ្ដើមពិសោធន៍សាកល្បងឧទាហរណ៍អ្នកគ្រូទាញប៊ូតុងទៅលើគឺមានន័យថាអ្នកគ្រូដាក់ភ្លើងចាអញ្ចឹងយើងមើលទៅយើងទាញប៊ូតុងទៅលើទៅគឺយើងដាក់ភ្លើងចាអញ្ចឹងយើងត្រូវសង្កេតមើលតែ1ម៉ែត្រហើយនឹងបារ៉ូម៉ែត្រនេះបង្ហាញតម្លៃសម្ពាធប្រែប្រួលណាអញ្ចឹងនៅក្នុងហ្នឹងគឺអូនត្រូវយកតម្លៃជាមធ្យមមួយវាប្រែប្រួលប្រហែលជា4-5លេខចាអញ្ចឹងនៅពេលហ្នឹងគឺអូនត្រូវរកគណនារកតម្លៃមធ្យមមួយណាចាឥឡូវនេះយើងមើលទៅចាអញ្ចឹងនៅកន្លែងហ្នឹងនៅពេលដែលសម្ពាធវាលោតអញ្ចឹងគឺយើងរកតម្លៃមធ្យមមួយមកចន្លោះកណ្ដាលហ្នឹងមកណាចាបន្តទៅទៀតគឺអូនចាប់ផ្ដើមដាក់ភ្លើងទៅអ្នកគ្រូដាក់ភ្លើងឲ្យអូនត្រូវមើលតែ1ម៉ែត្រហើយនឹងបារ៉ូម៉ែត្រអញ្ចឹងតែ1ម៉ែត្រហើយបារ៉ូម៉ែត្រហ្នឹងគឺវាចង្អុលតម្លៃសីតុណ្ហភាពហើយនឹងសម្ពាធចាអញ្ចឹងយើងដាក់ភ្លើងទៅគឺយើងឃើញថាតែ1ម៉ែត្រយើងបង្ហាញទៅដល់
300ជាងហើយសម្ពាធយើងក៏លោតមកដល់នឹងដែរយើងឃើញសម្ពាធប្រែប្រួលចន្លោះហ្នឹងណាអញ្ចឹងយើងប្រៀបប្រែប្រួល 4-5 លេខអញ្ចឹងគឺយើងត្រូវរកតម្លៃមធ្យមមកដោយសារតម្រងម៉ូលេគុលរបស់ឧស្ម័នវាមានចលនាខ្លាំងអញ្ចឹងសម្ពាធវាអត់អាចថេនឹងដូចអង្គធាតុរឹងអីទេវាត្រូវប្រែប្រួលចន្លោះណាមួយជានិច្ចចាអញ្ចឹងអូនធ្វើពិសោធន៍អញ្ចឹងបានមកករណីបានសីតុណ្ហភាព300ជាង300ម៉ានអ្នកគ្រូមើលច្បាស់ចាហើយនឹងសម្ពាធ77.5អញ្ចឹងមកចាអញ្ចឹងអានឹងលើកទី1បន្ទាប់មកទៀតអូនអាចធ្វើលើកទី2លើកទី2អូនដុតភ្លើងថែមទៀតទៅដាក់ភ្លើងថែមសីតុណ្ហភាពគឺកើនទៀតអញ្ចឹងលើកនេះកើនដល់351ចាអូនធ្វើចឹងហើយអូនយកលទ្ធផលហ្នឹងទៅដាក់លើសិលកិច្ចការអញ្ចឹងនេះលើកទី2នេះនៅពេលសីតុណ្ហភាពកើនដល់351បារ៉ូម៉ែត្រវាបង្ហាញតម្លៃសម្ពាធថ្មីទៀតហើយចាអញ្ចឹងអូនធ្វើអញ្ចឹងចំនួន4ដងណាធ្វើអញ្ចឹងចំនួន4ដងអូនយកលទ្ធផលទៅដាក់នៅក្នុងសិលកិច្ចការហើយអូនធ្វើផលធៀបសម្ពាធនិងសីតុណ្ហភាពហើយអូនសន្និដ្ឋានហើយអូនគូក្រាបណាចាឥឡូវបន្តទៅទៀតនៅពេលដែលយើងពិសោធន៍តាម PET simulation រួចហើយគឺយើងយកលទ្ធផលទាំងអស់ហ្នឹងមកកត់នៅក្នុងតារាងលទ្ធផលពិសោធន៍នេះពិសោធន៍ទី1គឺអូនបំរែបំរួលម្ដងយើងបានសីតុណ្ហភាព1សម្ពាធ1លើកទី2ដូចគ្នានៅពេលដែលប្រែប្រួលដាក់កម្ដៅឬតកកទៅម្ដងទៀតវាបានសីតុណ្ហភាពម្ដងទៀតអញ្ចឹងអូនធ្វើ4ដងហើយអូនត្រូវសន្និដ្ឋានចាសំទោសគឺអូនត្រូវធ្វើផលធៀបសម្ពាធហើយនឹងសីតុណ្ហភាពដល់ពេលដែលធ្វើផលធៀបឃើញហើយអូនត្រូវសន្និដ្ឋានពេលដែលអូនសន្និដ្ឋានគឺអូនត្រូវទៅមើលទៅឆ្លើយសំណួរកលឹះទៅមើលសំណួរកលឹះគេថាដោយរក្សាមាត្រថេចូលធ្វើផលធៀបសម្ពាធនិងសីតុណ្ហភាពរួចសន្និដ្ឋានអញ្ចឹងអូនសន្និដ្ឋានថាម៉េចដាក់មកបន្ទាប់ពីសន្និដ្ឋានរួចហើយអូនយកលទ្ធផលទៅនឹងមកគូសក្រាបអញ្ចឹងក្រាបអដេកគឺអូនដាក់ជាអសីតុណ្ហភាពគិតជាកែវិនហើយអឆោអូនដាក់ជាសម្ពាធគិតជាអាត់ម៉ូស្ហ្វែរអញ្ចឹងអូនគូសមកហើយបានអូនទៅសិក្សាច្បាប់ទៅទាញច្បាប់កេលុយស័កចាអញ្ចឹងតើលោកកេលុយស័កគាត់ទាញរូបមន្តគាត់មិនច្បាប់គាត់មិនគឺពីការលទ្ធផលពិសោធន៍ការសន្និដ្ឋានយើងហើយនឹងក្រាបរបស់យើងនឹងចាធ្វើហើយទាំងអស់គ្នាសូមថតមកប៉ុស្ហើយដាក់ទៅក្នុងក្រុម Telegram របស់យើងណាអរគុណច្រើនជម្រាបលា